ចាសសូមជម្រាបសួរម៉ាក់និងបងតើម៉ាក់និងបងជ្រាបដែរឬទេថានៅប្រទេសជប៉ុនគេញ៉ាំសាច់ hamburger ជាមួយនឹងបាយវប្បធម៌នៃការញ៉ាំនេះរៀងប្លែកពីវប្បធម៌នៅខាងលោកខាងលិចបន្តិចដែរនៅខាងលោកខាងលិចគេញ៉ាំសាច់ hamburger នេះជាមួយនឹងនំប៉័ង hamburger ចាសាច់ hamburger ជានេះគឺជាមុខម្ហូបដែលពេញនិយមសម្រាប់គ្រួសារទូទៅនៅក្នុងប្រទេសជប៉ុននិងសម្រាប់ហាងបាយធំតូចជាច្រើននៅក្នុងប្រទេសជប៉ុនហើយក៏ជាមុខម្ហូបដែលពេញនិយមសម្រាប់ខ្ចប់ម្ហូបប្រអប់លក់នៅក្នុងប្រទេសជប៉ុនផងដែរចាហើយសាច់ hamburger ចៀនដែលនាងខ្ញុំនឹងបង្ហាញពីវិធីធ្វើបន្តិចទៀតនេះគឺកុមារអាយុ1ឆ្នាំកន្លះទៅអាចញ៉ាំបានហើយគឺយើងធ្វើតែម្ដងគឺញ៉ាំបានគ្រប់គ្នានៅក្នុងគ្រួសារតែម្ដងចាគ្រឿងផ្សំនាងខ្ញុំសូមភ្ជាប់ជូនដូចនៅក្នុងវីដេអូនេះហើយសាច់ hamburger ជានេះគឺមានរសជាតិឈ្ងុយឆ្ងាញ់ដោយសារខ្ទឹមបារាំងលីងនិងម្សៅកំទេចនំប៉័ងចាដូច្នេះហើយជាដំបូងគឺយើងហាន់ខ្ទឹមបារាំងឲ្យល្អិតដើម្បីទុកយកទៅលីងចាបន្ទាប់ពីហាន់ខ្ទឹមបារាំងនេះល្អិតហើយគឺយើងដាក់ខ្លាញ់បន្តិចនៅក្នុងខ្ទះដើម្បីលីងខ្ទឹមបារាំងនេះឲ្យឡើងថ្លាហើយរយៈពេលនៃការលីងគឺប្រហែលជា3ទៅ5នាទីបន្ទាប់មកគឺខ្ទឹមបារាំងនេះរាងក្រហមហើយឡើងថ្លាហើយយើងទុកមួយឡែកឲ្យត្រជាក់សិនចាបន្ទាប់ពីខ្ទឹមបារាំងដែលយើងបានលីងត្រជាក់ហើយយើងចាប់ផ្ដើមលាយគ្រឿងទាំងអស់ចូលគ្នាគឺមានសាច់គោចិញ្ច្រាំម៉ដ្ឋស៊ុតមាន់ម្សៅកំទេចនំប៉័ងអំបិលខ្ទឹមបារាំងលីងហើយនិងទឹកដោះគោស្រស់លាយចូលគ្នាឲ្យសព្វចាហើយចំណុចគួរកត់សម្គាល់នៅពេលដែលលាយគ្រឿងទាំងអស់ចូលគ្នាគឺយើងត្រូវច្របល់សាច់នេះឲ្យយូរបន្តិចរហូតដល់តែសាច់នេះរាងឡើងស្អិតគឺមានន័យថាគ្រឿងទាំងអស់លាយចូលគ្នាបានសព្វហើយចាហើយសាច់ដែលលាយបានល្អគឺសាច់ដែលឡើងស្អិតដោយដែលបានបង្ហាញនៅក្នុងវីដេអូយ៉ាងដូចនេះដែរហើយសាច់ដែលស្អិតល្អគឺធ្វើឲ្យយើងងាយស្រួលសូនជារាងមូលទុកសម្រាប់ចៀនចាបន្ទាប់ពីលាយសាច់ចូលគ្នាបានស្អិតល្អហើយគឺយើងចាប់ផ្ដើមសូនសាច់ hamburger នេះជារាងមូលប្រហែលជាអង្កត់ផ្ចិត5ទៅ8សង់ទីម៉ែត្រដើម្បីទុកចៀនចាដើម្បីបានសាច់ hamburger ដែលមានសម្បកក្រៅរាងរលោងហើយងាយស្រួលចៀនគឺចៀនទៅមិនបែកគឺយើងត្រូវការដៃសានដើម្បីសូនសាច់ hamburger នេះចាដូច្នេះហើយគឺយើងផ្តិតដៃរបស់យើងទាំងសងខាងនៅក្នុងចានទឹកមួយបន្ទាប់មកគឺយើងចាប់សាច់ hamburger យកមកសូនជារាងមូលទ្រវែងចាចំពោះទំហំរបស់សាច់ hamburger វិញគឺយើងអាចសូនជាទំហំប្រហែលជាអង្កត់ផ្ចិត5ទៅ8សង់ទីម៉ែត្រសម្រាប់កុមារតូចហើយអាចធំជាងនេះសម្រាប់ធ្វើម្ហូបសម្រាប់មនុស្សធំចានាងខ្ញុំសូនជាសាច់ hamburger ទូចខ្លះហើយនឹងធំខ្លះព្រោះលើកនេះនាងខ្ញុំធ្វើសម្រាប់កូនហើយនឹងធ្វើសម្រាប់ខ្លួនឯងហើយនឹងសម្រាប់ប៉ាប៉ារបស់កូនផងដែរចាសាច់ hamburger នេះគឺសូនរួចរាល់សម្រាប់ទុកយកទៅចៀនបានហើយចំណែកឯការចៀនវិញគឺយើងដាក់ខ្លាញ់បន្តិចនៅក្នុងខ្ទះបន្ទាប់ពីខ្លាញ់ក្តៅហើយយើងចាប់ដើមតម្រៀបសាច់ទុកសម្រាប់ចៀនហើយរយៈពេលចៀនសរុបគឺប្រហែលជា5ទៅ8នាទីសម្រាប់សាច់ hamburger តែរាងទូចចាបន្ទាប់ពីតម្រៀបសាច់ hamburger នេះនៅក្នុងខ្ទះរួចហើយគឺយើងបិទគម្របដើម្បីឲ្យឆ្អិនដល់ខាងក្នុងបន្ទាប់ពី3ទៅ4នាទីហើយយើងបើកគម្របបើផ្នែកខាងលើនៃសាច់ hamburger នេះឡើងសហើយគឺយើងអាចប្រែទៅម្ខាងទៀតបានហើយចាបន្ទាប់ពីប្រែទៅម្ខាងទៀតហើយគឺយើងមិនបាច់បិទគម្របទេគឺយើងបន្តចៀនរហូតដល់ក្រហមម្ខាងទៀតគឺរួចរាល់សម្រាប់ទទួលទានបានហើយចាហើយសាច់ hamburger នេះនៅពេលដែលយើងចម្អិនគឺក្លិនឈ្ងុយពេញផ្ទះតែម្ដងហើយយើងចម្អិនតែម្ដងគឺញ៉ាំបានគ្រប់គ្នានៅក្នុងគ្រួសារពីកុមារតូចរហូតដល់មនុស្សធំចាហើយចំពោះមនុស្សធំបើស្ទើរគ្រឿងយើងអាចញ៉ាំជាមួយ ketchup បានចាហើយក្រៅពីទទួលទាននៅផ្ទះយើងក៏អាចខ្ចប់ឲ្យកូនយកទៅសាលាក៏បានយកទៅ picnic ក៏បានដូចគ្នាចាយ៉ាងណាដែរម៉ាក់និងបងបើចាប់អារម្មណ៍សូមអញ្ជើញសេវទុកសម្រាប់សាកធ្វើនៅថ្ងៃក្រោយឬក៏សូមអញ្ជើញចែករំលែកបន្តផងណាសូមអរគុណជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា